រាល់ថ្ងៃគិតថាប្តីជាអី សម្រាប់ខ្ញុំប្តីគឺជាដៃគូជីវិតដៃគូពិភាក្សាដៃគូលើកទឹកចិត្តដៃគូគ្រប់យ៉ាងសម្រាប់ខ្ញុំប្តីគឺជាអ្វីគ្រប់យ៉ាងហើយប្តីគឺជាមនុស្សដែលខ្ញុំស្រឡាញ់ផុតដែលខ្ញុំអត់មានសម្លឹងទៅលើលុយកាក់ឋានៈគឺខ្ញុំសម្លឹងទៅលើមនុស្សប្រៀបបីដូចជាមនុស្សម្នាក់ដែលមើលថែផ្ដល់ភាពកក់ក្ដៅពឹងផ្អែកទៅលើគាត់បានខ្ញុំពិបាកនៅពេលដែលខ្ញុំចាប់ផ្ដើមនិយាយពាក្យថាមូលហេតុអីបានខ្ញុំគិតថាគាត់ជាស្វាមីអញ្ចឹងជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast Better Me ថ្ងៃនេះពួកយើងទាំងពីរនាក់នឹងមកជជែកគ្នាចា relax សប្បាយនៅក្នុងកម្មវិធី Better Me ដែលទេសាគឺជាម្ចាស់ podcast តែម្ដងចាហើយទេសាគិតមិនដែរសម្រាប់ខ្ញុំ podcast Better Me នេះគឺដោយសារអីខ្ញុំធ្វើឡើងដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តធ្វើឲ្យជីវិតប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងខ្ញុំគិតថាដើម្បីកុំឲ្យខាតដោយសារអីដែលយើងស្រាវជ្រាវមកអីដែលយើងឆ្លងកាត់មកព្រោះបាត់ពិសោធន៍ជីវិតមនុស្សម្នាក់វាអត់ដូចគ្នាទេអញ្ចឹងយើងចែកម្លែកទៅក៏វាអត់ខាតអីដែរចាអញ្ចឹងខ្ញុំគិតថាក៏ចង់បង្កើតដើម្បីទៅចែកគ្នាលេងអញ្ចឹងណាល្អមែនតើអញ្ចឹងថ្ងៃនេះពួកយើងទាំងពីរនាក់នឹងមកជជែកគ្នាអំពី podcast Better Me នៅក្នុងប្រធានបទមួយដែលនិយាយអំពីទំនាក់ទំនងប្តីប្រពន្ធដោយដែលបើក្បាលមិនអញ្ចឹងបាននិយាយថាតកតងជាមួយនឹងនិយមន័យប្តីជានរណាចាអញ្ចឹងទេសាថាប្តីគឺជាអ្វីសម្រាប់ទេសាដែរដូចខ្ញុំនិយាយមិញអញ្ចឹងសម្រាប់ពាក្យថាប្តីមួយដោយសារយើងរៀបការជាដៃគូជាមួយគ្នាហើយអញ្ចឹងរឿងគ្រប់យ៉ាងបានន័យថាជីវិតពីររួមមកជីវិតតែមួយអញ្ចឹងសម្រាប់ស្វាមីរបស់ខ្ញុំគាត់ជាដៃគូខ្ញុំគ្រប់រឿងទាំងអស់គ្រប់រឿងនៅក្នុងជីវិតរបស់ខ្ញុំបានន័យថាគាត់ចូលមកពាក់ព័ន្ធនៅក្នុងជីវិតរបស់យើងគ្រប់រឿងទាំងអស់ចាអត់មានអាចកំបាំងអត់មានការพูดកុហកគ្នាអីទេហ្នឹងគឺនិយមន័យប្តីសម្រាប់ខ្ញុំអញ្ចឹងណាចាអញ្ចឹងបងប្អូនប្រកាសជាបានស្គាល់ហើយម៉ាដាមទេសាគឺគាត់ជាម្ចាស់ក្រុមហ៊ុន Vumia ជាផលិតផលថែរក្សាសម្ផស្សដែលផលិតផលទាំងនេះគឺបានចេញលក់នៅលើទីផ្សារយូរឆ្នាំមកហើយពី2018ចាយូរឆ្នាំហើយគិតមកដល់ឥឡូវវាចូល8ឆ្នាំហើយ8ឆ្នាំហើយចានៅលើទីផ្សារអញ្ចឹងផលិតផលទាំងអស់នេះគឺជាផលិតផលដែលមានគុណភាពល្អមែនទែនដែលថែរក្សានៅលើផ្ទៃមុខមើលតែសម្រស់ម៉ាដាមផ្ទាល់ក៏ឃើញដែរសក់ក៏មានដែរណាសាប៊ូកក់សក់ក៏មានសាប៊ូកក់សក់មានអីថែមទៀតចាមកនិយាយទៅមើលស្អាតមកទូខ្លួនអ្នកដែលស្រឡាញ់ស្អាតបែបធម្មជាតិមករកខ្ញុំមកធ្វើអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូលសាច់រឿងរបស់យើងតែម្ដងជាមួយនឹងការនិយាយពាក់ព័ន្ធគ្នាទៅលើប្រធានបទមួយនេះដោយសារតែអីពួកយើងទាំងពីរនាក់ថ្ងៃនេះអត់មានទីកអត់មានអ្នកណាសម្របសម្រួលទេគឺនិយាយគ្នាទាំងពីរនាក់ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកអញ្ចឹងការដែលទេសាធ្វើកម្មវិធី podcast Better Me ឡើងគឺចង់ចែករំលែកអំពីបទពិសោធន៍របស់ពួកយើងទាំងពីរផ្ទាល់បើសិនជាបងប្អូនទាំងអស់គ្នាស្ដាប់ទៅចំណុចណាដែលបងប្អូនអាចយកមកបំពេញចន្លោះខ្វះខាតបងប្អូនទទួលយកហើយនេះគឺជាបទពិសោធន៍ពិតៗរបស់ពួកយើងទាំងពីរតែម្ដងចា៎អញ្ចឹងតោះយើងចាប់ផ្ដើមជាមួយនឹងអេពីសូតទី1ក្រុមប្រធានបទរបស់យើងតែម្ដងដែលនិយមន័យប្តីតកតងជាមួយនឹងប្តីគឺជានរណាទេសាបានបកស្រាយមិញហើយប្តីគឺជាដៃគូជីវិតប៉ុន្តែសម្រាប់ខ្ញុំវិញគឺខុសពីទេសាប្តីគឺជាអ្វីគ្រប់យ៉ាងប្តីប្រៀបបីដូចជាម្ដាយអញ្ចឹងសម្រាប់ម្ដាយវិញដោយសារតែខ្ញុំគិតថាប្តីខ្ញុំគឺជាមនុស្សដែលមានតម្លៃបំផុតសម្រាប់ខ្ញុំនៅពេលដែលគាត់ចូលមកក្នុងទំនាក់ទំនងជាប្តីរបស់ខ្ញុំចាប់តាំងពីពួកយើងបានស្គាល់គ្នារហូតដល់ពួកយើងចាប់ដៃគ្នារៀបការចាហើយទេសាគិតថាប្តីមានអីច្រើនជាងនឹងបន្ថែមទៀតនៅក្នុងជីវិតរបស់ទេសាបើយើងចូលឲ្យស៊ីជម្រៅតិចដល់ថាមូលហេតុអីបានខ្ញុំជ្រើសរើសស្វាមីខ្ញុំមកធ្វើជាស្វាមីនិយាយពីស្វាមីរបស់ខ្ញុំចាទីពិតទៅមនុស្សប្រុសមានច្រើនប្រភេទដែរត្រូវអត់តែអ្នកដែលយើងរើសយកមកដៃគូជីវិតតតែយើងប្រកាសថាមនុស្សម្នាក់ហ្នឹងអាចរួមសុខរួមទុក្ខជាមួយយើងបានទៅរហូតយើងមិនអាចថាយកមនុស្សដែលមានចរិតខុសពីយើងអីអញ្ចឹងអញ្ចឹងអីដែលខ្ញុំបណិតមើលខ្លាំងបំផុតមុននឹងខ្ញុំជ្រើសរើសយកគាត់ហ្នឹងគឺព្រោះមុននឹងយើងសម្រេចចិត្តថារៀបការមួយគ្នាក៏យើងមានតំណែងយើងបានសាក់លបងខ្ញុំសាក់លបងមើលចិត្តរបស់គាត់អីអញ្ចឹងណាហើយចំណុចពិសេសរបស់គាត់ដែលធ្វើឲ្យខ្ញុំនៅតែស្រឡាញ់ទោះជាគាត់មានអាជីពជាតារាចម្រៀងមិនដឹងចាហ្នឹងហើយតែ
អីដែលគាត់ធ្វើឲ្យយើងមានទំនុកចិត្តគឺគាត់ជាមនុស្សម្នាក់ដែលស្មោះត្រង់ចាប់តាំងពីពេលដែលយើងតំណងស្គាល់គ្នាដំបូងរហូតដល់ពេលយើងរៀបការរហូតដល់ឥឡូវយើងមានកូន3ក៏គាត់នៅតែរក្សាភាពស្មោះត្រង់របស់គាត់នឹងហើយជាចំណុចគោលចម្បងមួយដែលខ្ញុំគិតថាខ្ញុំមើលមនុស្សអត់ខុសត្រង់ចំណុចហ្នឹងព្រោះតើភាពស្មោះត្រង់មួយគឺវាសំខាន់ខ្លាំងក្នុងជីវិតប្តីប្រពន្ធតើមានការភូតកុហកសូម្បីតែរឿងតូចតាចភូតកុហកហើយអញ្ចឹងធ្វើឲ្យយើងអត់មានទំនុកចិត្តអញ្ចឹងក៏ស្នេហារបស់យើងវាអត់អាចរលូនទៅមុខផ្អែមល្ហែមទៅបានទេហើយអីដែលសំខាន់មួយទៀតដែលខ្ញុំមើលឃើញមុននឹងខ្ញុំជ្រើសរើសយកគាត់ជាស្វាមីហ្នឹងគាត់ជាមនុស្សប្រុសដែលបានការពាក្យបានការរបស់ខ្ញុំនិយាយត្រង់កន្លែងនេះបានន័យថាគាត់មានទំនួលខុសត្រូវគាត់បានន័យថាគាត់មានទំនួលខុសត្រូវទៅលើគ្រួសារគាត់មានអាជីពបានន័យថាគាត់មានឆន្ទៈមោះមុតខ្លួនឯងថាខ្លួនឯងនឹងធ្វើអីមិនមែនថាខ្ញុំចង់និយាយសម្ដៅលើថាអត់មានគោលដៅនៅក្នុងជីវិតណាបានន័យគាត់ជាមនុស្សដែលមានគោលដៅនៅក្នុងជីវិតហើយអីដែលសំខាន់មួយទៀតដែលខ្ញុំស្រឡាញ់នោះដោយសារខ្ញុំគឺជាមនុស្សដែលស្រឡាញ់ប៉ាម៉ាក់បងប្អូនគ្រួសារស្រឡាញ់បងប្អូនអញ្ចឹងគាត់ក៏ដូចគ្នាអីដែលខ្ញុំសង្កេតមើលគាត់ជាមនុស្សដែលកតញ្ញូស្រឡាញ់ប៉ាម៉ាក់ស្រឡាញ់ឪពុកម្ដាយស្រឡាញ់គ្រួសារអញ្ចឹងនឹងហើយគឺជាអីដែលដូចគ្នាចាអញ្ចឹងនៅពេលដែលខ្ញុំឃើញចំណុចទាំងអស់ហ្នឹងហើយក៏ខ្ញុំគិតថាមនុស្សម្នាក់ហ្នឹងហើយអាចដោយខ្ញុំអត់មានសម្លឹងទៅលើថាមិនថាលុយកាក់ឋានៈអីខ្ញុំអត់សម្លឹងខ្ញុំសម្លឹងបំផុតគឺខ្ញុំសម្លឹងទៅលើមនុស្សកត្តាមនុស្សថាមនុស្សនឹងមានបេះដូងល្អមកពីក្នុងអញ្ចឹងមករួមសក់រួមទុកទៅមួយយើងបានរហូតហ្នឹងហើយចុះបងឯងវិញមិនបានជ្រើសរើសស្វាមីបងឯងបើខ្ញុំនិយាយទៅវិញឆ្ងាយដែរមូលហេតុដែលខ្ញុំជ្រើសគាត់ជាស្វាមីរបស់ខ្ញុំណាចាប់តាំងពីស្គាល់គាត់ដំបូងខ្ញុំគិតថាកុំចង់ចូលតួrelax មកមែនជាសុំទោសសុំដល់សុំទោសមិនមែនថាអូយខ្ញុំពិបាកនៅពេលដែលខ្ញុំចាប់ផ្ដើមនិយាយពាក្យថាមូលហេតុអីបានខ្ញុំជ្រើសគាត់ជាស្វាមីអញ្ចឹងសម្រួលអារម្មណ៍ដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលខ្វះភាពកក់ក្ដៅនៅក្នុងគ្រួសារមួយដែលពីតូចមកប៉ាម៉ាក់អត់បាននៅចិត្តខ្ញុំអីចាអញ្ចឹងខ្ញុំគឺជាមនុស្សម្នាក់ដែលអាចនិយាយបានថានៅជាមួយមីងនៅជាមួយយាយច្រើនជាងប៉ាម៉ាក់អញ្ចឹងនៅពេលដែលខ្ញុំធំធាត់មកគឺខ្ញុំតែងតែនិយាយពាក្យថាខ្ញុំជាមនុស្សដែលខ្វះភាពកក់ក្ដៅមានសម្បុកតែរងាហើយឲ្យតែខ្ញុំនិយាយរឿងប្រាប់ខ្លួនប្តីខ្ញុំគឺខ្ញុំតែងតែយំដោយសារតែមនុស្សម្នាក់ហ្នឹងចូលមកបំពេញគ្រប់យ៉ាងឲ្យខ្ញុំចាមិនថាតែចំណុចខ្វះខាតការលើកដំកើងលើកទឹកចិត្តគ្រប់ពេលវេលាទាំងអស់មនុស្សម្នាក់ហ្នឹងគឺជួយ support យើងគ្រប់បែបយ៉ាងចាគាត់គឺជាមនុស្សម្នាក់ដែលមើងម៉ាត់នៅក្នុងការងារហើយគាត់តែងតែគិតគូរអំពីអនាគតគ្រួសាររបស់យើងអញ្ចឹងខ្ញុំសូមបកមកក្រោយបន្តិចពេលដែលខ្ញុំការខ្ញុំអត់មាន plan ក្នុងការរៀបការចាកំឡុងពេលហ្នឹងខ្ញុំបានស្គាល់គ្នា6ឆ្នាំក៏ប៉ុន្តែប៉ុន្តែខ្ញុំការយកមកដោយសារតែនៅក្នុងកត្តាគ្រួសាររបស់ខ្ញុំទាំងសងខាងបើខ្ញុំនៅជាគូសង្សារខ្ញុំអត់អាចមានអីទេចាជាខ្លួនឯងទេអញ្ចឹងតើតែខ្ញុំចាប់ដើមការបានខ្ញុំចាប់ដើមមានplan ថាខ្លួនឯងត្រូវធ្វើអីហើយយើងអាចមានភាពរឹងមាំទាំងសងខាងច្បាស់លាស់បានចាដោយសារតែទីមួយយើងត្រូវការធនធានចាយើងត្រូវការបង្កើតអនាគតគ្រួសារជាមួយគ្នាតទៅមុខទៀតអញ្ចឹងវាមានរឿងរ៉ាវច្រើនមែនតើដែល
មូលហេតុដែលខ្ញុំអត់មាន plan ណាដោយសារតែពេលហ្នឹងនៅក្នុងកំឡុងហ្នឹងគឺខ្ញុំនៅក្នុងកំឡុងពេលដែលពិបាកកំឡុងពេល COVID ទៀតអញ្ចឹងការរបស់ខ្ញុំហ្នឹងគ្រាន់តែគិតនៅចុងឆ្នាំការដើមឆ្នាំយកហ្មងអញ្ចឹងលឿនមែនតើចាប៉ុន្តែអ្វីវារលូនដោយសារតែគូសារទាំងសងខាងយល់ពីគ្នាទៅវិញទៅមកហើយអធិស្ឋានគ្នាហើយយល់យកគិតថាកូនពីរនាក់ស្រឡាញ់គ្នាអញ្ចឹងមើលទៅកូនស្រឡាញ់គ្នាហើយចាប់ដៃគ្នាអញ្ចឹងឲ្យកូនគិតគូរអនាគតទៅចាអញ្ចឹងវាខុសពីទេសាដែលខ្ញុំគិតថាទេសាតាមដែលខ្ញុំស្ដាប់គឺជាមនុស្សស្រីម្នាក់ដែលគិតគូរច្បាស់លាស់មាន plan ត្រឹមត្រូវចាត្រឡប់ធ្វើអីគិតមុនតែម្យ៉ាងម្នាក់ឯងបងជីវិតមនុស្សយើងម្នាក់វាអត់ដូចគ្នាទេអីដែលយើងធ្លាប់ជួប background ដែលយើងធ្លាប់ជួបវាខុសគ្នាអញ្ចឹងវាជះឥទ្ធិពលដល់បច្ចុប្បន្នរបស់យើងហើយនៅអនាគតរបស់យើងចាអញ្ចឹងមិនថាដៃគូជីវិតនេះវាពិតជាមានភាពខុសគ្នាទេសាមានចំណុចអីដែលអាចទទួលយកលោកនេះរតនាជាស្វាមីហើយសម្រាប់ខ្ញុំមានអីដែលខ្ញុំគិតថាខ្ញុំត្រូវការគាត់អត់អាចខ្វះបានអញ្ចឹងគាត់ប្រៀបបីដូចជាមនុស្សម្នាក់ដែលមើលថែផ្ដល់ភាពកក់ក្ដៅហើយពឹងផ្អែកទៅលើគាត់បានដូចជាម្ដាយខ្ញុំចឹងប្លែកណាបងនិយមន័យប្តីដូចជាម្ដាយចឹងចាប្លែកតែចឹងខ្ញុំគិតថាបាញ់ជាមនុស្សស្រីដែលមានសំណាងអរគុណច្រើនតោះទេសាមិញយើងបាននិយាយណាតាក់ទងជាមួយនឹងយមនៃពាក្យថាប្តីនៅពេលដែលយើងស្គាល់គ្នាពីដំបូងពេលដែលយើងអត់ទាន់ការវារបៀបម៉េចហើយឥឡូវនេះយើងចាប់ដើមពីការហើយនិយាយសាមញ្ញណាហ្នឹងហើយការហើយយើងរស់នៅជាមួយគ្នាហើយអារូបភាពដែលការរស់នៅជាមួយគ្នាវាខុសពីពេលដែលយើងនៅជាសង្សារគ្នាអញ្ចឹងចង់ដឹងថាតើពេលដែលយើងរស់នៅជាមួយគ្នានេះអាចចំណុចអាក្រក់របស់ប្តីណាគឺមានអ្នកគេខ្លះដែរទេសានិយាយតិចមើលចំណុចអាក្រក់ឥឡូវសុំ3ចំណុចមកចំណុចអាក្រក់ហ្មងដូចអត់សូវមានទេតែសូវមានចំណុចល្អហ្មងហ៎ល្អសឹងតែថា perfect ឯសម្រាប់ខ្ញុំប៉ុន្តែគ្រាន់ថាបើចំណុចខុសពីខ្ញុំវាអាចមានខ្លះដូចថាវាអាចថារៀងមានអីដែលខុសគ្នាទម្លាប់ឬក៏អីដែលខុសគ្នាខ្លះអញ្ចឹងណាអាហ្នឹងខ្ញុំអាចរកនឹកឃើញឥឡូវសូម3ចំណុចដែលវាខុសគ្នាអូខេពីទេសាទី1អីដែលខ្ញុំនឹកឃើញគឺគាត់រើសម្ហូបហើយខ្ញុំអត់រើសម្ហូបទេខ្ញុំញ៉ាំអីក៏បានបងទៀតក៏បានអីក៏បានតែគាត់ម្ហូបឆ្ងាញ់បានគាត់ញ៉ាំមិនឆ្ងាញ់ទេម្ហូបដែលគាត់ចូលចិត្តបានគាត់ញ៉ាំទី2គាត់ក្រគេងយប់បានន័យថាមិនមែនគាត់អត់ចង់គេងទេតែដោយសារតែគាត់ទម្លាប់ដូចបាញ់ហ្នឹងឯងទៅការងារ concert ចឹងទៅយូរទៅចង់ធ្លាប់អត់គេងយប់ឯងចឹងគេងដល់រៀងភ្លឺបន្តិចតែសម្រាប់ខ្ញុំ9 10អីភ្លឹងហើយចឹងពេលវេលាគេងវារៀងខុសគ្នាចាតែហើយខ្ញុំក្រោកព្រលឹមវិញ6អីខ្ញុំក្រោករៀបចំកូនអីចឹងទៅតែល្អណាស់ចាដោយសារយើងទំនួលខុសត្រូវហើយចំណុចមួយទៀតខុសពីខ្ញុំហ៎ចំណុចហ្នឹងវាអត់មានកំហុសអីទេតែដោយសារគាត់បើសម្រាប់មនុស្សដែលអត់សូវស្និទ្ធមួយគ្នាអត់សូវស្គាល់អីអត់អីទេតែបើសម្រាប់មនុស្សដែលគាត់ស្និទ្ធមនុស្សដែលគាត់ស្រឡាញ់មនុស្សដែលគាត់ចូលចិត្តគាត់រៀងចូលចិត្តនិយាយលេងសើចតែអាហ្នឹងដែលយើងធ្លាប់ការនិយាយញ៉ៃគ្នាវងអីហ្នឹងណាគាត់ចូលចិត្តនិយាយលេងច្រើនហើយខ្ញុំគ្រាន់តែគាត់និយាយលេងក៏ខ្ញុំខឹងដែរខ្ញុំអត់សូវចូលចិត្តមនុស្សនិយាយលេងជាពិសេសមនុស្សប្រុសហើយខ្ញុំតែងចំអន់គាត់លេងថាមនុស្សប្រុសតែនិយាយលេងច្រើនស្អីហ៎ខ្ញុំតែងតែនិយាយអញ្ចឹងចាប់ចំណុចចឹងវិញហ្នឹងហើយដល់អាហ្នឹងជាការគិតរបស់ខ្ញុំត្រូវអត់ដោយសារយើងមនុស្សប្រុសខ្ញុំតែងតែគិតថាត្រូវ serious ត្រូវអីចឹងណាខ្ញុំអាហ្នឹងជាជ្រុងនៃការគិតរបស់ខ្ញុំឯងវាមិនប្រកាសថាត្រូវទាំងអស់ហើយត្រូវអត់អ្នកខ្លះគេចូលចិត្តមនុស្សប្រុសដែលនិយាយលេងសើចអីច្រើនចឹងតែខ្ញុំចូលចិត្តមនុស្សប្រុសដែលម៉ត់ចត់អីចឹងតែក៏វាមិនម៉ត់ចត់រហូតដែរចឹងគាត់រៀងបើសម្រាប់អ្នកដែលគាត់ស្និទ្ធអ្នកដែលគាត់ចូលចិត្តគឺគាត់ចូលចិត្តនិយាយលេងសើចច្រើនអីចឹងទៅអាហ្នឹងគ្រាន់ថាអានេះខ្ញុំនិយាយចំណុចខុសគ្នាណាមិនមែនមានន័យថាចំណុចហ្នឹងអត់ល្អទេចាអូខេក៏ទៅទេសាល្អទាំងអស់ហើយហ្នឹងចង់និយាយថា3ចំណុចហ្នឹងវាអត់មានអីដែល serious ខ្លាំងអាក្រក់ខ្លាំងទេវាគ្រាន់តែជាភាពខុសគ្នារវាងប្តីប្រពន្ធទេចាព្រោះដោយសារដូចខ្ញុំនិយាយចឹងឲ្យថារកចំណុចអាក្រក់របស់គាត់វាអត់មានចាបើចឹងខ្ញុំយកគាត់ធ្វើប្តីទៅអីបើគាត់ត្រូវខុសពីខ្ញុំមាន3ចំណុចដែរប៉ុន្តែចំណុចហ្នឹងធំណាស់ហ្នឹងតែវាមិនខុសតោះអីទេវាបើស្ដាប់ទៅអាចនិយាយបានថាវាមិនមែនទេប៉ាចាវាមិនមែនទេប៉ុន្តែវាមែនណានៅក្នុងគ្រួសារចង់ដឹង3ចំណុចហ្នឹងស្ដាប់មើលទៅរឿងធម្មតាប៉ុន្តែបើស្ដាប់ឲ្យយូរវាមិនធម្មតាអញ្ចឹងណាចានិយាយមកចឹងទី1ចំណុចរបស់គាត់រើសម្ហូបដូចគ្នា
គាត់រើម្ហូបហើយគាត់ចូលចិត្តតែប្រភេទដែលប្រភេទសឡស្ងោយើងអត់សូវចូលចិត្តស្ងោគាត់ចូលចិត្តស្ងោយើងចូលចិត្តត្រីគាត់ចូលចិត្តសាច់ទី1ចាទី2ខ្ញុំចូលមុនទឹកគាត់ចូលដែរមែនតើណាគាត់ចូលដែរចូលទៅធ្វើអីគេហ្នឹងដែលមែនតើអានេះដូចថាប្តីប្រពន្ធយើងស្គាល់គ្នាវាស្និទ្ធណាអត់ខ្មាស់អត់អីអត់ខ្មាស់អីអីធម្មតាយើងស៊ាំពីគ្នាទៅវិញទៅមកហើយបានន័យថាពេលដែលយើងស្រឡាញ់យើងអីអត់មានទោសមនោអីទេបានន័យថាអាចចំណុចអីផ្សេងយើងទទួលយកគ្នាទាំងអស់ហើយវាអត់មានអីដែលប៉ះពាល់ទេហ្នឹងអាហ្នឹងចំណុចទី2ទី3ល្អសាន់ល្អចំណុចហ្នឹងតែមួយឯងចុះបងឯងមុនហ្នឹងថាគាត់ជាម្ដាយគាត់ល្អចឹងឯងគាត់ល្អណ៎ឃើញទេមកឆ្កឹះយើងទៀតចុះបងឯងចឹងត្រូវហ្នឹងហើយដើម្បីអីដើម្បីកូនល្អគាត់ល្អមែនដើម្បីប្រពន្ធល្អបើសិនថាអ្នកខ្លះទ្រាំអត់បានគាត់ល្អច្រើនណាគាត់ល្អច្រើនមកបានន័យថាកាយវិការការនិយាយស្ដីរបស់យើងណាបើសិនជាយើងនិយាយលើសលួសឬក៏យើងនិយាយទៅដាក់អ្នកណាមួយដែលមិនល្អគាត់ប្រាប់ភ្លាមមកអូនណាចំណុចមួយពីរហ្នឹងអត់ល្អទេល្អតាចាមិនអត់ល្អទេតែគាត់ល្អច្រើនពេករំលឹកយើងដែរដោយសារមិនអត់ធ្វើតាមបើមិនធ្វើតាមឈប់និយាយមែនទេទោះបីមិនល្អរឿងហ្នឹងបើផ្លែតណាគឺផ្សេងទៀតហ្នឹងហើយបើសិនជាគាត់នៅផ្ទះមួយគ្នាគឺល្អរហូតអាហ្នឹងចំណុចហ្នឹងមាន3អូខេអញ្ចឹងឃើញទេវាមិនខុសគ្នាហ្មងទេប៉ុន្តែក៏វាខុសគ្នាដែរត្រូវហើយគ្រាន់តែនិយាយមកស្វាមីយើងទាំងពីរអ្នកខុសគ្នាទៀតខុសគ្នាទ្រាំតបអងអ្នកមើលទៀតផ្សេងគ្នាទាំងអស់ហ្នឹងអញ្ចឹងយើងចង់និយាយពីដំណោះស្រាយវិញហ្នឹងហើយដំណោះស្រាយថាតើធ្វើម៉េចប្តីប្រពន្ធអាចនៅមួយគ្នាបានទៀតចុះបើដឹងថាម្នាក់ហ្នឹងមានចំណុចខ្វះខាតអញ្ចឹងហើយមិនក៏នៅមួយគ្នាបានមិនអញ្ចឹងទេសាក៏អញ្ចឹងដែរត្រូវទេអញ្ចឹងទេសាគាត់ថាដំណោះស្រាយមិនដែរសម្រាប់បងនីរតនាសម្រាប់ខ្ញុំអីដែលខ្ញុំលើកនិយាយមិញវាអត់ជាបញ្ហាទេនៅពេលដែលបុគ្គលទាំងពីរហ្នឹងគាត់សម្រេចចិត្តថាចាប់ដៃគូគ្នាហើយទោះជាមានចំណុចខុសគ្នាអីបន្តិចបន្តួចមែនក៏ត្រូវរឿងខ្លះថយម្នាក់មួយជំហានឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងដូចរឿងរើសម្ហូបដោយសារគាត់ជាអ្នករើសម្ហូបតែខ្ញុំអត់រើសម្ហូបទេអញ្ចឹងខ្ញុំធ្វើម្ហូបគឺខ្ញុំតម្រូវគាត់ចាអញ្ចឹងខ្ញុំអត់តម្រូវខ្លួនឯងទេព្រោះខ្ញុំញ៉ាំអីក៏បានដែរតែសួរថាធ្វើអញ្ចឹងទៅធ្វើដោយការអត់ពេញចិត្តក្តៅក្រហាយអត់ទេព្រោះនៅពេលដែលខ្ញុំជួយចិត្តនៅពេលដែលឃើញគាត់ញ៉ាំឆ្ងាញ់គាត់ញ៉ាំច្រើនបាយអស់ពីចានចឹងពេលដែលគាត់ញ៉ាំបាយគឺខ្ញុំតែងតែសង្កេតមើលបាយគាត់ថ្ងៃហ្នឹងគាត់ថែមបាយអត់បើគាត់ថែមបាយម្ហូបហ្នឹងខ្ញុំអត់ធ្វើទៀតទេអត់នេះបាននេះថាគាត់អត់ចូលចិត្តហើយពេលដែលញ៉ាំហើយខ្ញុំសួរគាត់ហើយថាមិនបងអត់ញ៉ាំចឹងពេលខ្លះម្ហូបត្រែហ្នឹងលោកមុនញ៉ាំថ្ងៃហ្នឹងលែងញ៉ាំគាត់ថាតលន់ចឹងដូរទៀតចឹងតាមអត់តាន់ទេមែនទេអត់តែអត់អីទេដោយសារខ្ញុំវាជាក្តីសុខរបស់យើងមួយផ្នែកដែរពេលដែលឃើញគាត់ញ៉ាំឆ្ងាញ់ព្រោះគាត់ជាមនុស្សដែលចូលចិត្តញ៉ាំចឹងខ្ញុំយល់អារម្មណ៍ហ្នឹងបើមនុស្សខ្ញុំអត់សូវចូលចិត្តញ៉ាំទេឲ្យទៅដល់ម៉ោងបាយមិនញ៉ាំចឹងទៅចឹងមិនគេទូចណែមែនទេអត់ថមខ្ញុំអត់ថមទេខ្ញុំដល់ញ៉ាំខ្ញុំញ៉ាំដូចតែគ្នានឹងញ៉ាំសាច់ញ៉ាំអីបានធម្មតាអញ្ចឹងតែគ្រាន់ថាគាត់ដូចថារឿងញ៉ាំសម្រាប់គាត់វាសំខាន់គាត់ចូលចិត្តញ៉ាំទៅគាត់មានក្តីសុខអញ្ចឹងយើងមិនចង់ឲ្យគាត់មានក្តីសុខយើងធ្វើអញ្ចឹងទៅអញ្ចឹងយើងអាចដោះស្រាយបញ្ហាហ្នឹងបានហើយហ្នឹងហើយដល់ពេលមួយទៀតបើចំណុចដែលគាត់ចូលគេងយប់ជ្រៅវិញខ្ញុំថាវាអត់ជាបញ្ហាខ្ញុំចូលគេងមុនអញ្ចឹងទៅហើយដល់ផឹកឡើងគាត់ថាផឹកឡើងយើងភ្ញាក់គាត់អត់តន់ភ្ញាក់អញ្ចឹងតែដោយសារអត់អីដែរគាត់អត់មានអីញ៉ាំអត់មានអីត្រូវឲ្យគាត់ធ្វើពេលផឹកទេអញ្ចឹងគាត់ចង់គេងមកចែកព្រោះភាគច្រើនគាត់គេងលក់តែពេលផឹកហ្នឹងហើយអញ្ចឹងខ្ញុំតែងតែធ្វើអីស្ងាត់អញ្ចឹងណាយើងភ្ញាក់មុនយើងត្រឡប់យើងយកអារម្មណ៍អ្នកគេងតើលឺអីមិនតិចក៏ភ្ញាក់ដែរអញ្ចឹងខ្លាចក្តៅក្រហាយអញ្ចឹងទៅក៏យើងល្អយើងធ្វើអីលបមួយផ្លុំសក់ make up អីនៅកតុកទឹកពេលខ្លះប្រចាំង7រហកអាវទៀតប្រចាំង7ទូសក់ហកអាវអីទៅបើយកបានរហូតយប់អញ្ចឹងណាព្រោះដោយសារផឹកឡើងខ្ញុំពេលខ្លះទៅយើងត្រូវមិនពេលខ្លះជាទូទៅខ្ញុំតែងទៅមើលកូនអីឲ្យគាត់ទៅរៀនសិនហ្នឹងហើយមិនយើងធ្វើការងារអីបន្តត្រូវថតវីដេអូត្រូវធ្វើអីទៀតអញ្ចឹងទៅចាអញ្ចឹងខ្ញុំគិតថាហ្នឹងអត់ជាបញ្ហាទេសំខាន់ឲ្យធ្វើម៉េចឲ្យគាត់ស្រួលអញ្ចឹងណាចាដល់ពេលមួយទៀតពាក់ព័ន្ធនឹងថារឿងនិយាយច្រើនហ្នឹងមែនបើរឿងនិយាយច្រើនមិននិយាយច្រើនទេលេងសើចច្រើនតែខ្ញុំនិយាយមុនហ្នឹងពាក់ព័ន្ធរឿងលេងសើចច្រើនអាហ្នឹងគាត់វិញព្រោះដូចអារឿងម្ហូបអាហារខ្ញុំអ្នកលះបង់ហើយត្រូវទេខ្ញុំលះបង់អីដែលខ្ញុំចូលចិត្តអីខ្ញុំអត់សំខាន់ទេរឿងខ្ញុំតែដល់ពេលរឿងនេះគាត់លះបង់បានន័យថាគាត់កាត់បន្ថយការលេងសើចមួយយើងដោយសារខ្ញុំអត់ហាមគាត់ទេខ្ញុំអត់ហាមគាត់មិនទេតែគាត់ដឹងថាចំណុចហ្នឹងយើងអត់សូវចូលចិត្ត
គាត់ជាមួយយើងគាត់កាត់បន្ថយការលេងបានន័យថាគាត់ដូច 100% ចឹងគាត់ថយនៅប្រហែល20 30អីចឹងនៅលេងខ្លះចឹងព្រោះធម្មតាជីវិតប្តីប្រពន្ធមិនអត់លេងសោះហើយខ្ញុំក៏មិនថាចង់បាន serious ពេកដែរតែពេលខ្លះត្រូវលេងចាំលេងមិនត្រូវលេងទេកុំលេងចឹងទៅចឹងទៅអាហ្នឹងចំណុចហ្នឹងគឺគាត់ដឹងពីអីដែលយើងមិនចូលចិត្តគាត់ជាអ្នកថយខ្លួនគាត់ចាតសារទេសាណោះលះបង់ឲ្យប្តីច្រើនមែនតើលះបង់ទៅវិញទៅមកបងហ្នឹងបើយើងចាប់ដៃគូជាគ្នាជាប្តីប្រពន្ធអីចាតែសំខាន់ខ្ញុំចាប់អារម្មណ៍មួយចំណុចទី2មិញណាថាគេពងគេងឲ្យលោបទៅចាំង7រកកៅរអីអីគិតគូដល់ណាហ្នឹងណោះខ្ញុំភិកច្រើនខ្ញុំយល់អារម្មណ៍យើងយកចិត្តគេដាក់ចិត្តយើងអញ្ចឹងទៅក៏យើងធ្វើអញ្ចឹងទៅវាអត់មានខុសទោសអីដែរចាតសារដែរតាប៉ាកែគេថាការលះបង់របស់ប្រពន្ធចំពោះប្តីណាព្រោះថាឃើញហត់អីអញ្ចឹងទៅក៏គិតគូទៅវិញទៅមកតែបើខ្ញុំវិញខុសពីទេសាខ្ញុំអត់ឲ្យគេដេកចិត្តតែមានបើខ្ញុំងើបទៅងើបដែរអូខ្ញុំនិយាយចិត្តធ្វើបាបអញ្ចឹងធ្វើបាបលេងមែនធ្វើបាបបែបលេងទេតែមែនតែនទៅខ្ញុំឲ្យគាត់គេងដែរហ្នឹងបើសិនគាត់ហត់អីអញ្ចឹងពេលខ្លះអីជួយសម្រួលសរសៃបន្តិចតួចអីអញ្ចឹងតែតែបើគាត់ដំណោះស្រាយមកឯងវិញមិនអញ្ចឹងបងវិញមែនចូលមុននឹងបងថាចំណែកអាក្រក់មកឯងរឿងចូលទប់ទឹកចូលអីហើយអាហ្នឹងដំណោះស្រាយមិនវិញដំណោះស្រាយបងមាន3ចំណុចដែរហ្នឹងអាចចំណុចទី1បងមិននិយាយអំពីញ៉ាំដែរញ៉ាំគាត់រើម្ហូបដែរហ្នឹងហើយដូចជាគាត់ចូលចិត្តស្ងោឆាអីអញ្ចឹងបងធ្វើតម្រូវពីរមុខបានន័យថាបងធ្វើស្ងោគាត់មួយមុខទៅហើយបងចូលចិត្តត្រីអញ្ចឹងបងធ្វើត្រីម្ហូបដែលបងចូលចិត្តមួយមុខទៅពីរមុខហ្នឹងហើយដោះស្រាយបានទៅដោះស្រាយបានហ្នឹងអាហ្នឹងមួយមុខអាហ្នឹងជាអីដែលបងដោះស្រាយមិនមែនថាយើងមិនបំពេញតម្រូវការប្តីប៉ុន្តែអីដែលបងគិតថាឲ្យគាត់ហើយគិតខ្លួនឯងដែរអញ្ចឹងបានវាទៅមុខទាំងអស់គ្នាដោយសារតែបងក៏អត់ចូលចិត្តម្ហូបមួយមុខដែរចូលចិត្តពីរមុខដែរអញ្ចឹងហ្នឹងហើយនឹងសម្រាប់បងទី2វិញតើតើមួយរឿងគាត់ចូលទប់ទឹកយើងចូលក៏ចូលដែរតាមពិតទៅកន្លែងចំណុចហ្នឹងវាអត់ដល់ក្រអីដោយសារអីគេក្នុងបន្ទប់វាមានបន្ទប់ទឹកតែមួយអញ្ចឹងគាត់គិតថាយើងទទួលយកគាត់គ្រប់បែបយ៉ាងហើយអញ្ចឹងគាត់អត់ចាំបាច់ថាត្រូវខ្មាស់អៀនអីទេអាហ្នឹងដៃគូប្តីប្រពន្ធយើងយល់ពីគ្នាទៅវិញទៅមកអញ្ចឹងយើងគិតថាយើងចូលទឹកទៅគាត់ចូលរបៀបគាត់ដោយសារពេលខ្លះគាត់ខ្លាចខាត់ពេលហ្នឹងហើយអញ្ចឹងត្រូវពេលគាត់ប្រញាប់ទៅធ្វើការប្រញាប់អីអញ្ចឹងហ្នឹងហើយអាហ្នឹងជាដំណោះស្រាយមួយដែរពេលខ្លះវាជាអនុស្សាវរីយ៍មួយហ្មងវាដូចថាវាជារូបភាពមួយដែលភាពផ្អែមល្ហែមរបស់យើងបែបផ្សេងអញ្ចឹងចាតែខ្ញុំអត់អញ្ចឹងទេណាខុសគ្នាហ្នឹងហើយអាហ្នឹងចំណុចបងទទួលយកគ្នាទៅវិញទៅមកបានដោយសារតែវាមានចំណុចអស់ហ្នឹងបើទី3វិញតើតើមួយគាត់ល្អូច្រើនហ្នឹងណាកាពិតបងដឹងតើគាត់ល្អូហ្នឹងចង់ឲ្យយើងល្អហើយអញ្ចឹងប៉ុន្តែពេលខ្លះយើងទ្រាំអត់បានយើងតមាត់ដែរតែទោះបីជាតមាត់ទៅកាន់គាត់មិនក៏ដោយក៏គាត់នៅតែនិយាយភាពល្អប្រសើរមកឲ្យយើងច្រើនឲ្យយើងយកទៅគិតណារបៀបថាបើគាត់ល្អូមួយពីរថាអូនណាចំណុចហ្នឹងអូនឯងទៅមុខចឹងអត់ត្រូវអូនឯងជាពិសេសពេលបងឡើងឆាកទូទូហ៎អញ្ចឹងគាត់ឃើញអាពាក្យពេចន៍យើងនិយាយកន្លែងណាលឹះលួសដែលមិនសមអីគាត់ប្រាប់ឯងអូននៅកុំលេងកន្លែងហ្នឹងអត់ល្អទេតែពេលខ្លះយើងមាត់យើងប្រត់ទៅហ្នឹងហើយយើងជួយជត់លេងសើចច្រើនអាមូតយើងអំបែកផ្លែងច្រើនអញ្ចឹងទៅតែគាត់របៀបជាអ្នកដែលផ្លូវការអញ្ចឹងគាត់ប្រាប់យើងចំណុច1 2កន្លែងនេះផ្លូវការអូនឯងអត់អាចចូលទៅនិយាយលេងសើចបានទេហ្នឹងហើយអញ្ចឹងអាហ្នឹងជាចំណុចរបស់គាត់តែងតែណែនាំយើងរហូតដែរតែខ្ញុំគិតថាល្អដោយសារបងមានអ្នកចាំមើលពីក្រោយរហូតអញ្ចឹងពេលដែលខុសអីយើងដឹងពេលខ្លះយើងនិយាយយើងអត់ដឹងខុសខ្លួនយើងអញ្ចឹងដល់ពេលបងមានស្វាមីដែលគាត់ចាំជួយមើលយើងពេលខុសអីអញ្ចឹងព្រោះយើងដឹងថាគោលបំណងបើអ្នកផ្សេងនិយាយបងអាចខឹងតែដល់ពេលស្វាមីខ្លួនឯងនិយាយយើងដឹងថាគាត់មានបំណងល្អសម្រាប់យើងចង់ឲ្យយើងល្អហ្នឹងហើយជាចំណុចដែលបងគិតណាហ្នឹងចឹងឯងចឹងល្អមែនតើនេះគឺជាដំណោះស្រាយសម្រាប់ពួកយើងទាំងពីរនាក់តាក់ទងជាមួយនឹងចំណុចខ្វះខាតរបស់ប្តីយើងហើយយើងអាចទទួលយកបានហ្នឹងដំណោះស្រាយប៉ុណ្ណឹងយើងអាចត្រូវគ្នាបានទេណោះអញ្ចឹងសម្រាប់ខ្ញុំគិតនិយាយជារួមអានេះនិយាយទៅកាន់បងប្អូនដែលគាត់កំពុងមើល podcast របស់យើងវិញជីវិតប្តីប្រពន្ធអ្នកណាសូម្បីតែពេលខ្លះអានេះមនុស្សពីរផ្សេងគ្នាសូម្បីតែពេលខ្លះយើងខ្លួនយើងក៏យើងនៅឆ្លោះជាមួយខ្លួនឯងផងពេលខ្លះក៏កុហកខ្លួនឯងដែរថាចង់ទៅធ្វើអីអត់មានធ្វើអីចុះទៅរំតអ្នកដតីទៀតដែលរូបពីរ
ជីវិតផ្សេងគ្នាហ្មងច្រឹកផ្សេងគ្នាខុសគ្នាចឹងវាតែងតែមានចំណុចខុសគ្នាខ្លះហើយតែវាទាស់ត្រង់ថាគោលដៅយើងអីគេគោលដៅយើងគឺចង់រក្សាជីវិតប្តីប្រពន្ធយើងឲ្យនៅតែផ្អែមល្ហែមដូចគ្រាដើមអញ្ចឹងអីដែលយើងថយបានម្នាក់មួយជំហានអានេះតាមអីដែលខ្ញុំគិតទេណាព្រោះយើងរៀបការមកជិត10ឆ្នាំដែរហើយចាអញ្ចឹងមានរឿងជាច្រើនដែលយើងជួបអញ្ចឹងខ្ញុំតែងឮគេនិយាយថាចាននៅក្នុងរាវគង់រំដំប៉ុន្តែសម្រាប់ទ្រឹស្ដីរបស់ខ្ញុំចាននៅក្នុងរាវគង់រំដំឯតែបើសិនជាយើងថ្នមណាក៏វាអត់សូវលឺខ្លាំងដែរអានេះសម្រាប់ខ្ញុំគិតទេបើសិនយើងថ្នមអញ្ចឹងថ្នមហ្នឹងខ្ញុំចង់មានន័យមិនចង់មានន័យយើងកុំព្យាយាមចាប់កំហុសគ្នាទៅវិញទៅមកហើយភាគគេម្ខាងទៀតបើដឹងថាគេមិនចូលចិត្តអីហើយកុំធ្វើវាទៅកាត់បន្ថយវាទៅចាអញ្ចឹងបើថាយោគយល់គ្នាអធិស្ឋានឲ្យគ្នាទៅវិញទៅមកព្រោះប្តីប្រពន្ធយើងទេមិនមែនសត្រូវអីដែលយើងត្រូវតកាប់ចាក់គ្នាអីទេខ្ញុំចង់មានន័យអញ្ចឹងណាបើថាយើងលើកលែងឲ្យគ្នាអីបានច្រើនព្រោះចុងក្រោយគឺជាប្តីប្រពន្ធយើងដែលយើងជាអ្នកជ្រើសរើសរៀបការមួយគ្នាទៅដែរចាអាហ្នឹងដើម្បីរក្សាសុភមង្គលអានេះដោយសារអីដែលយើងធ្លាប់ជួបមែនអត់ចាហ្នឹងតែបងយកចំណុចទេសាបានមួយចំណុចល្អរបស់ទេសាមួយបានន័យថាលះបង់ឲ្យស្វាមីច្រើនហ្នឹងហើយយល់យកបានន័យយល់យកអធិស្ឋានឃើញគាត់មានភាពហត់នឿយឃើញគាត់កំពុងគេអញ្ចឹងអត់ចង់រំខានគាត់អាហ្នឹងក៏វាជាចំណុចល្អមួយដែរដូចបងអីមិញចង់ដាស់គាត់អីអញ្ចឹងណាក៏គាត់គ្រាន់តែពាក្យលេងសើចទេតែធៀបពិតនៅពេលដែលយើងនៅជាមួយគ្នាបានយើងយល់ពីគ្នាបានច្រើនតែពិតបងមនុស្សដែលយើងស្រឡាញ់ការលះបង់ហ្នឹងយើងអត់គិតថាជាការលះបង់ទេដោយសារយើងធ្វើទៅយើងសប្បាយចិត្តព្រោះផ្ដល់ឲ្យមែនទេហ្នឹងហើយជាការផ្ដល់ឲ្យព្រោះដោយសារហេតុអីបានយើងផ្ដល់ឲ្យគាត់ដោយសារគាត់ផ្ដល់អីដែលយើងត្រូវការគាត់ផ្ដល់ភាពស្មោះត្រង់គាត់រក្សាភាពស្មោះត្រង់របស់គាត់បានសាក់គាត់រក្សាភាពស្មោះត្រង់អត់បានក៏ខ្ញុំអាចផ្ដល់អីដែរជាដែលបងអញគិតថាជាការលះបង់ហ្នឹងដែរបើខ្ញុំអត់គិតថាជាការលះបង់ទេខ្ញុំដែលជាការតបស្នងនៅទង្វើរបស់គាត់ដែលគាត់ស្មោះត្រង់ស្មើមិត្តភក្តិចំពោះយើងអញ្ចឹងចាហ្នឹងហើយអញ្ចឹងជាតួខ្ញុំគាត់ថាជាតួនាទីរបស់ខ្ញុំជាភរិយាហ្នឹងហើយធ្វើឲ្យគាត់មានក្តីសុខផ្លូវកាយផ្លូវចិត្តអញ្ចឹងណាចំណុចនេះគឺជាចំណុចល្អមួយដែលទំនាក់ទំនងប្តីប្រពន្ធអាចទទួលយកគ្នាបានទៅវិញទៅមកអាស្រ័យទៅលើការផ្ដល់ឲ្យគ្នាទទួលយកគ្នាគ្រប់ចំណុចមិនថាតែវិជ្ជមាននិងអវិជ្ជមានទេយើងកែតម្រូវគ្នាទៅវិញទៅមកសំខាន់រកចំណុចរួមមួយចុងក្រោយត្រូវរកចំណុចរួមមួយយើងនឹងមួយគ្នាបានហើយល្អមែនតើបងខ្ញុំចង់សួរមួយបងឯងនិយាយថាដំណោះស្រាយបងឯងធ្វើម្ហូបម្នាក់មួយមុខត្រូវទេចាចុះបើឧទាហរណ៍ក្នុងលក្ខខណ្ឌដែលលទ្ធភាពយើងទៅបានតែមួយមុខចឹងបងឯងគិតមិនធ្វើសម្រាប់ខ្លួនឯងឬធ្វើសម្រាប់ឲ្យគ្រួសារតម្រូវខ្លួនឯងក៏តម្រូវស្វាមីសំណួរល្អក៏ប៉ុន្តែបងចង់ឆ្លើយទេតាបើសម្រាប់បងបើសិនជានៅក្នុងគ្រួសារបងដែលបងនិយាយថាត្រូវធ្វើពីរមុខត្រូវទេតែបើយើងធ្វើបានតែបើយើងធ្វើបានតែមួយមុខបងនឹងធ្វើមុខម្ហូបដែលប្តីបងចូលចិត្តត្រូវតែអញ្ចឹងហើយដោយសារអីវាមានកត្តាសំខាន់នៅក្នុងហ្នឹងដោយសារអីគាត់រើសមុខម្ហូបប៉ុន្តែសម្រាប់យើងអីក៏បានអញ្ចឹងបើសិនជាពេលណាដែលបងចង់ឆ្ងាញ់បងចង់ញ៉ាំមុខម្ហូបដែលបងចូលចិត្តបងធ្វើបន្ថែមតែបើក្នុងលក្ខខណ្ឌថាគេឲ្យធ្វើមុខបងធ្វើមុខម្ហូបរបស់គាត់ព្រោះបងអាចញ៉ាំបានមួយគាត់ដែរហ្នឹងហើយអញ្ចឹងអានេះបង្ហាញថាបើទោះបីជាមិនក៏ដោយក៏បងនៅតែលះបង់សម្រាប់ប្តីបងដូចគ្នាពីព្រោះយើងយល់ថាចំណុចខ្វះខាតរបស់គាត់ហ្នឹងគឺគាត់អត់អាចញ៉ាំម្ហូបផ្សេងបានទេគាត់ពិបាកញ៉ាំគាត់អត់ចូលចិត្តត្រីទេហើយពេលដែលគាត់ញ៉ាំម្ដងណានេះមិនមែនថាគាត់រើសអើងត្រីអីណាពីទូចមកហ្មងគាត់អត់ចេះញ៉ាំហ្មងអាចនិយាយបានថាឃើញត្រីចង់អោអីអញ្ចឹងណានឹងអញ្ចឹងគាត់ពិបាកមែនតើអញ្ចឹងបងត្រូវតែចង់ហៀបពិបាកខ្ញុំហ៎ដោយសារបងចូលចិត្តត្រីហើយគាត់អត់ចេះបដ ாய் គាត់អត់ចេះហ្មងពេលយើងញ៉ាំត្រីម្ដងអីគាត់ថាចេះអូនណាឆ្អាបអូនណាញ៉ាំហើយទៅដុសថ្មីមកប៉ុនចូលគេអីអញ្ចឹងណាតែបើយើងគិតទៅពេលខ្លះខឹងគាត់ថាយើងចូលចិត្តញ៉ាំមិនក៏បងឯងចាំបាច់និយាយចឹងទៅអីបងឯងមិនមើលទៅត្រីនឹងវាមិនអត់ចូលចិត្តមែនបងឯងធ្វើមែនក៏ប៉ិតអត់ទេវាជាអីដែលពីទូគាត់កាត់ឡើងនៅក្នុងគ្រួសារមួយដែលអត់ដែរញ៉ាំត្រីមកក៏ប៉ិតខ្ញុំជួបច្រើនតាអ្នកអត់ញ៉ាំត្រីចាមានដូចគ្នាច្រើនដែរចាចឹងអាចចំណុចមួយហ្នឹងពេលខ្លះក្នុងកត្តាគ្រួសារមួយបើសិនជាយើងអាចជ្រើសរើសនៅក្នុងការលះបង់មិនថាតែយើងជាប្តីឬក៏ជាប្រពន្ធទេបងប្អូនទាំងអស់គ្នាអាចយកទៅពិចារណាបានថាតើចំណុចហ្នឹងយើងគួរតែលះបង់ឲ្យស្វាមីយើងអត់បើយើងគិតថាយើងអាចលះបង់បានយើងគួរតែផ្ដល់ឲ្យគាត់ទៅអញ្ចឹងចំណុចហ្នឹងឯងជាការលះបង់របស់បងទៅកាន់គាត់ចាប
បងប្អូនទាំងអស់គ្នាឥឡូវនេះយើងចូលមកក្នុង podcast របស់យើងបន្តទៀតឥឡូវខ្ញុំចាប់ផ្ដើមនិយាយពីជ្រុងមួយទៀតដែលយើងមិនបាញ់មិញយើងបាននិយាយពីដំណោះស្រាយការរស់នៅជាមួយគ្នាគួរដោះស្រាយបែបណាផ្ដល់ឲ្យគ្នាទៅវិញទៅមកអីខ្លះប៉ុន្តែខ្ញុំចង់សួរទៅកាន់បងប្អូនជំនាន់ Gen Z របស់យើងវិញតើបងប្អូនគិតមិនដែរទៅលើរឿងទាំងអស់ហ្នឹងហើយបងប្អូនមានអារម្មណ៍បែបណាខ្លះដែរអាចចូល comment នៅក្នុង podcast មួយនេះព្រោះ podcast មួយនេះគឺជា podcast Better Me ចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាមួយវិញទៀតនៅក្នុង podcast ហ្នឹងដែរក៏ចង់សួរទៅកាន់បងប្អូនជំនាន់ក្រោយដែរតើគិតថាយ៉ាងម៉េចដែរសម្រាប់ខ្លួនឯងនៅពេលដែលមិត្តភ័ក្តិឬក៏មនុស្សជុំវិញខ្លួនរបស់យើងនេះជួយចិត្តចំអន់លេងជាមួយយើងថាអូនឯងអត់មានអ្នកយកឯងបញ្ញាប់ការទៅអូនឯងនៅព្រៅយូរម៉េចប្រយ័ត្នចូលស្រាមទីអាហ្នឹងគិតថាដំណោះស្រាយខ្លួនឯងគួរតែការតាមពាក្យគេនិយាយឬក៏យ៉ាងណាដែរចុះទេសាវិញមានដំណោះស្រាយបែបណាខ្លះដែរបើសិនជាគេនិយាយពីអស់ហ្នឹងមកកាន់ទេសាអូខេអានេះក៏ពិតទៅបងវាសង្គមដែលយើងរស់នៅម្នាក់សង្គមគ្រួសារមួយខុសគ្នាអត់ដូចគ្នាពេលខ្លះទៅនៅក្នុងសង្គមគ្រួសាររបស់គាត់ហ្នឹងតែអាយុ20ឡើងកាយអញ្ចឹងដល់ពេលឃើញគាត់រៀងអាយុច្រើនប្រកាសជាដឹងតែពាក្យគេនិយាយរាល់ថ្ងៃហ្មងអញ្ចឹងណាអញ្ចឹងសង្គមគ្រួសារម្នាក់ខុសគ្នាប៉ុន្តែខ្ញុំសង្កេតឃើញថាឥឡូវនេះបញ្ហាហ្នឹងវាដូចជាអត់សូវនេះមកអត់សូវមានម៉ានេះដោយសារឥឡូវហ្នឹងការសម្រេចចិត្តរៀបការភាគច្រើនកើតឡើងពីបុគ្គលផ្ទាល់ជាពិសេសបងប្អូន Gen Z នឹងផ្ទាល់ដោយសារហេតុអីបានខ្ញុំនិយាយអញ្ចឹងអ្នកដែលរស់នៅពិតប្រាកដមិនមែនប៉ាម៉ាក់មិនមែនបងប្អូនមិនមែនអ្នកចិត្តខាងឬក៏អ្នកនៅជុំវិញអ្នកមករស់នៅជាមួយបុគ្គលម្នាក់ហ្នឹងណាគឺយើងខ្លួនឯងជាអ្នករស់នៅជាមួយអញ្ចឹងបើសិនជាការតាមគេហើយលែងគ្នាសុខចិត្តដែរសុខចិត្តមានឈ្មោះថាមីម៉ាយឬក៏មានប្តី2ប្តី3អញ្ចឹងកើតដែរអញ្ចឹងបើតាមខ្ញុំគិតថាអូខេគាត់មនុស្សចាស់យើងត្រូវតែ support គាត់យក idea គាត់ប្រហែលភាគរយហើយយើងខ្លួនឯងនឹងប្រហែលភាគរយមិនមែនថាយើងការតាមចិត្តឯងរហូតទេពេលខ្លះការសម្រេចចិត្តខ្លួនយើងក៏ពេលខ្លះទៅខ្ញុំនិយាយមួយថាអាចពេលខ្លះយើងភ្លើតភ្លើនឬក៏យើងពេលខ្លះយើងមើលអត់បានគ្រប់ជ្រុងទាំងអស់ដូចចាស់អានេះសម្រាប់ខ្ញុំទេព្រោះខ្ញុំធ្វើអីក៏ខ្ញុំអត់តាមចិត្តខ្លួនឯង 100% ដែរខ្ញុំឃើញថាល្អហើយក៏ខ្ញុំត្រូវការ approve ពីគ្រួសារប៉ាម៉ាក់អានេះបាញ់សួរគំនិតខ្ញុំចឹងមិនប្រកាសថាគំនិតរបស់ខ្ញុំនឹងត្រូវឬក៏ខុសទេតែគ្រាន់តែជាការមួយដែលខ្ញុំចង់ចែកម្លែកអីដែលខ្ញុំធ្លាប់ជួបពេលអញ្ចឹងសម្រាប់ខ្ញុំគាត់ថាអូខេតែភាគរយច្រើនណាស់ដែលយើងមើលពីខ្លួនឯងព្រោះយើងដឹងថាយើងត្រូវសម្គាល់អត្តចរិតព្រោះពេលដែលយើងគ្រាន់តែជាសង្សារនឹងគ្នាផ្សេងតែពេលដែលនៅជាមួយគ្នាគៀកគ្នា24ម៉ោងវាផ្សេងវាអត់ដូចគ្នាទេអ្នកបើមិនចឹងមិនអ្នកខ្លះសង្សារគ្នាឡើង10ឆ្នាំតែគ្រាន់តែការបានមួយខែឡើងគ្នាបាត់ហើយដោយសារអានោះមូលហេតុអីចុះពេលដែលយើងនៅជាសង្សារយើងមិននៅមួយគ្នា24ម៉ោងក្រំដំបូលផ្ទះតែមួយដែលវាត្រូវរឿងជាច្រើនដែលយើងចូលគ្នាណាតែនៅពេលដែលយើងនៅជាមួយគ្នា24ម៉ោងហ្មងបានវាចាប់ផ្ដើមចេញរឿងអីផ្សេងៗអានេះខ្ញុំឃើញច្រើនខ្ញុំឃើញច្រើនហ្នឹងហើយអញ្ចឹងបើយើងមិនចង់ឲ្យខុសមិនចង់ឲ្យមានការជ្រើសរើសជា2ដង3ដងគឺមានតែយើងព្យាយាមពីដំបូងមុននឹងយើងជ្រើសរើសកុំចាំតែលើពាក្យគេនិយាយកុំចាំស្ដាប់តែពាក្យគេថាចាំចូលស្រាំទីលើអីណាអញ្ចឹងណាអញ្ចឹងយើងត្រូវច្បាស់លាស់ខ្លួនឯងថាយើងបានជួបជឿខ្ញុំបើសិនជាយើងជួបគូរបស់យើងណាគឺអត់យូរទេបានន័យថារឿងអីវាចេះតែរលូនយើងចេះទោះជាមានបញ្ហាក៏យើងដោះស្រាយបានអីចឹងណាអានោះបើយើងជួបគូមនុស្សម្នាក់ហ្នឹងត្រូវទាំងអត្តចរិតហើយឪពុកម្ដាយក៏គាត់ទទួលយកអីចឹងពេលដែលយើងពេលខ្លះអត់តទទួលយកតែនៅពេលដែលយើងគាត់បានឃើញពីទង្វើល្អរបស់បុគ្គលម្នាក់ហ្នឹងអញ្ចឹងទៅក៏ប៉ាម៉ាក់យើងឬក៏គ្រូសាយើងទទួលយកបានអញ្ចឹងណាចានេះគ្រាន់តែពីជ្រុងអីដែលខ្ញុំគិតទេចាគំនិតរបស់ទេសាបងយល់ស្របមួយប៉ុន្តែបើជ្រុងចេញពីបងមួយណាបងគិតថាចុះបើសិនជាឧទាហរណ៍នៅក្នុងនឹងគ្រូសាខ្លះគាត់គិតថាចេះតាមម៉ាក់គាត់ទៅតាមម៉ាក់ចេះមើលជាងតាមម៉ាក់ប៉ាណាគាត់យកគូសកលតាមម៉ាក់ប៉ាហើយគាត់គិតថាអញ្ចេះបើសិនជាប៉ាម៉ាក់គាត់រើសខុសគាត់ឲ្យការទទួលខុសត្រូវនឹងទៅលើប៉ាម៉ាក់គាត់ទាំងអស់ហើយគាត់ដើរតាមអីដែលប៉ាម៉ាក់គាត់ប្រាប់មិនមែនជាខ្លួនគាត់អញ្ចឹងអាហ្នឹងគិតថាវាខុសសម្រាប់ខ្លួនគាត់អត់ទៅលើអនាគតរបស់គាត់អត់ខ្ញុំគិតថាធ្វើអញ្ចឹងអត់កើតទេព្រោះដោយសារយើងចេះតែយកតាមប៉ាម៉ាក់តែជាក់ស្ដែងមិនប៉ាម៉ាក់អ្នកមកនៅមួយគាត់ណាគឺគាត់ហ្នឹងឯងដែលជាអ្នកនៅជាមួយបុគ្គលម្នាក់ដែលគាត់ជ្រើសរើសជាដៃគូអនាគតហ្នឹង24ម៉ោងហ្មងអញ្ចឹងវាអត់អាច
វាអត់អាចទេវាត្រូវតែមានការគូផ្សំយើងយល់ចិត្តគ្នាស្គាល់ចិត្តគ្នាដែរត្រូវទេទោះជាយ៉ាងណាបើសិនជាយើងជ្រើសរើសតាមឧទាហរណ៍ប៉ាម៉ាក់យើងណែនាំឲ្យថាម្នាក់នឹងល្អអីចឹងក៏យើងសុំពេលគាត់ដែរសុំពេលមើលចិត្តគ្នាសិនដែរចាបើសិនជាយើងបានមើលចិត្តគ្នាក៏វាគ្រាន់បើជាងដែលយើងអត់បានមើលចិត្តគ្នាហើយការបដ ாய் សម័យនេះហើយខ្ញុំគិតថាឪពុកម្ដាយភាគច្រើនក៏គាត់យល់ដែរក៏គាត់យល់ថាអូកូនជាអ្នកនៅមួយគ្នាទេអញ្ចឹងយើងទុកឱកាសទុកពេលវេលាឲ្យគាត់បានសិក្សាស្វែងយល់ពីគ្នាដែរបានន័យថាគោរពតាមការសម្រេចចិត្តរបស់កូនដែរចាអានេះពីជ្រុងអីដែលខ្ញុំគិតចាល្អមែនតើដោយសារតែសម័យកាលនេះអាចនិយាយបានថាបងប្អូនជំនាន់ក្រោយគាត់មានការគិតបានច្រើនគាត់យល់ដឹងអំពីសាច់រឿងជីវិតដំណើរជីវិតរបស់គាត់ម្នាក់នៅក្នុងការរើសគូជីវិតគាត់ត្រូវការរើសដោយខ្លួនឯងហើយគាត់គិតថាបើខុសឬក៏ត្រូវគាត់ជាអ្នកសម្រេចចិត្តគាត់ជាអ្នកដើរនៅលើផ្លូវហ្នឹងអាហ្នឹងតាមចំណុចបងដែលបានមើលឃើញអំពីទស្សនវិជ្ជាជាក់ស្ដែងសម្រាប់បងប្អូនជំនាន់ក្រោយចំណុចហ្នឹងក៏វាមានចំណុចល្អហើយក៏វាមានចំណុចណាមួយដែលយើងគិតថាវាមិនត្រូវទាំងស្រុងទេពេលខ្លះក៏យើងអាចមើលឃើញល្អពេលហ្នឹងពេលក្រោយទៀតវាខុសអីឬក៏ត្រូវអីវាមានផ្សេងទៀតអញ្ចឹងណាអញ្ចឹងចង់ឲ្យបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនទាំងអស់គ្នាគិតឲ្យបានច្បាស់លាស់មុននឹងរើសជីវិតគូថាតើម្នាក់ហ្នឹងសមស្របដើរផ្លូវជាមួយយើងបានដែរឬទេហើយម្នាក់ហ្នឹងអត់ខ្ចោះសម្រាប់យើងហើយឬនៅចាឥឡូវនេះមុននឹងបញ្ចប់នៅក្នុង podcast នេះខ្ញុំចង់ឲ្យទេសាមានអីនិយាយទៅកាន់ស្វាមីទូទាំងពិភពលោកអូទលំទលាយតិចគេណាចាសម្រាប់ខ្ញុំមានតែពាក្យមួយឯងផ្ដាំទៅមនុស្សផុសទាំងអស់បើសិនជាចង់បានភរិយាល្អផ្ដាំចេញពីខ្លួនឯងអានេះតាមខ្ញុំអីដែលខ្ញុំគិតអីដែលខ្ញុំធ្លាប់ជួបហេតុអីបានខ្ញុំនិយាយអញ្ចឹងនៅពេលដែលយើងស្រឡាញ់ស្មោះត្រង់ជាមួយភរិយាព្រោះធៀបពិតទៅអ្នកដែលពិបាកបំផុតគឺភរិយារបស់យើងហ្នឹងហើយគាត់ត្រូវបង្កើតកូនពពោះហ្នឹងហើយអញ្ចឹងបើសិនជាយើងបានយល់ចិត្តភរិយារបស់យើងនៅពេលហ្នឹងគឺយើងក៏នឹងទទួលបានភរិយាល្អត្រឡប់មកវិញដែរហេតុអីបានខ្ញុំនិយាយអញ្ចឹងដូចឃើញអីដែលខ្ញុំថាខ្ញុំលះបង់ឬអីគ្រប់សពបែបយ៉ាងដោយសារតែស្វាមីខ្ញុំគាត់មើលថែយកចិត្តទុកដាក់យើងបានល្អជាពិសេសនៅពេលដែលយើងពិបាកចានៅពេលដែលយើងពិបាកគឺអំឡុងពេលដែលយើងពពោះបើគាត់ត្រូវមួយទឹកឲ្យគាត់ត្រូវការបញ្ចុកញ៉ាំនេះញ៉ាំនោះគឺគាត់បានថាពេលដែលយើងពិបាកបំផុតហ្មងយើងអត់នឹកស្មានថាគាត់បានមើលថែយើងបានដល់កម្រិតហ្នឹងអញ្ចឹងខ្ញុំគិតថាបើដូចខ្ញុំនិយាយមិញអញ្ចឹងស្វាមីទាំងអស់គឺយល់ចិត្តស្រឡាញ់ភរិយាឲ្យបានច្រើននោះគ្រួសារហ្នឹងនឹងមានសុភមង្គលហើយគឺផ្ដើមចេញពីស្វាមីព្រោះពេលដែលស្វាមីល្អចំពោះភរិយាហើយភរិយាក៏នឹងបំពេញកាតព្វកិច្ចខ្លួនឯងជាតួនាទីជាភរិយាល្អទៅឲ្យស្វាមីវិញដែរអានេះជ្រុងអីដែលខ្ញុំធ្លាប់ជួបទេចាអញ្ចឹងឥឡូវខ្ញុំចង់សួរបងឯងវិញដែរហ្នឹងហើយចុះបងឯងមានអីចង់និយាយទៅកាន់អ្នកម្ដាយវិញយើងភ្ជាប់ពីផាត3របស់យើងមិញពាក់ព័ន្ធនឹងការជ្រើសរើសគូស្គាល់ឲ្យកូនណាអញ្ចឹងបងឯងមានអីដែលចង់ផ្ដាំទៅអ្នកម្ដាយសម្រាប់ខ្ញុំវិញខ្ញុំចង់និយាយទៅកាន់អ្នកម្ដាយថាសូមឲ្យអ្នកម្ដាយទាំងអស់បើកចិត្តស្ដាប់កូនផងហើយទទួលយកនៅអីដែលគាត់បានប្រាប់ទៅកាន់អ្នកម្ដាយពីព្រោះថាអាទំនាក់ទំនងកូននៅពេលដែលគាត់បានស្គាល់និងយល់ចិត្តពីគ្នាគឺគាត់បានយល់ពីគ្នាច្រើនបើសិនជាអ្នកម្ដាយដាក់សម្ពាធលើគាត់ពេកអាទំនាក់ទំនងហ្នឹងពេលខ្លះវាធ្វើឲ្យគាត់ឈឺចាប់ហើយដាក់សម្ពាធទៅកាន់គាត់ពេកធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់គិតច្រើនអញ្ចឹងត្រឡប់មកវិញចង់ឲ្យអ្នកម្ដាយបើកចិត្តទទួលយកពីព្រោះថានៅពេលដែលកូនប្តីប្រពន្ធរស់នៅជាមួយគ្នាគឺកូនមិនមែនអ្នកម្ដាយរស់នៅជាមួយកូនទេអញ្ចឹងចំណុចនេះគឺជាអីដែលខ្ញុំចង់ចែកម្លែកទៅកាន់អ្នកម្ដាយអូខេអញ្ចឹងខ្ញុំគិតថាចំណុចហ្នឹងត្រូវបងអាហ្នឹងត្រូវ50-50ព្រោះធម្មតាម្ដាយគឺគាត់យើងយល់ថាគាត់មានបំណងល្អឲ្យកូនតែពេលខ្លះពេលដែលរៀបការហើយមិនមែនគាត់អ្នកជានៅរស់នៅក្នុងដឹងពីតំណែងតំណងហ្នឹងហ្មងគឺកូនគាត់ផ្ទាល់តែចូលទៅជួបនៅជាមួយគ្នាមួយបុគ្គលម្នាក់ហ្នឹង24ម៉ោងអញ្ចឹងពេលខ្លះគាត់ត្រូវស្ដាប់កូនដែរហ្នឹងហើយតែបើចំណុចអីដែលគាត់ឃើញមិនល្អពីបុគ្គលម្នាក់ហ្នឹងគាត់អាចនិយាយប្រាប់កូនបានព្រោះក្នុងនាមជាម្ដាយគឺតែងតែចង់ឲ្យកូនល្អហើយខ្លាចកូនជួបរឿងអីមិនបាក់ចិត្តតែពេលខ្លះដូចម៉ែនិយាយមិញអញ្ចឹងយើងកុំដាក់សម្ពាធលើកូនពេកមិនប្រកាសថាអីដែលយើងជ្រុងដែលយើងមើលឃើញហ្នឹងដូចអីដែលជ្រុងដែលគាត់មើលឃើញទេចាកាលណាតែដាក់សម្ពាធដល់គាត់ពេកពេលខ្លះកូនខ្លះគាត់កតញ្ញូគាត់ធ្វើតាមម្ដាយតែចុងក្រោយគាត់ទឹកភ្នែកអញ្ចឹងពេលដែលកូនទឹកភ្នែកម្ដាយហ្នឹងក៏ទឹកភ្នែកដែរអញ្ចឹងចុងក្រោយគឺត្រូវតចូលរួមទាំងអស់គ្នាដូចខ្ញុំនិយាយមិញអញ្ចឹងបើយើង
ជំហានដំបូងគឺខ្លួនយើងសិនយើងជ្រើសរើសសិនជាកូនហ្នឹងគាត់ជ្រើសរើសសិនថាម្នាក់ហ្នឹងចេះហើយយើងពិនិត្យមើលផងថានៅពេលដែលគាត់ចូលមកនៅក្នុងគ្រួសារយើងហ្នឹងមិនអីមិនប៉ាម៉ាក់យើងអាចទទួលយកអត់អីចឹងទៅចំណុចហ្នឹងក៏យើងត្រូវគិតដែរណាត្រូវគិតមើលដែរមុននឹងយើងមានមិនមែនថាស្រឡាញ់គ្នាសម័យនេះមិនមែនគ្រាន់តែស្រឡាញ់ហើយចោលស្រឡាញ់ហើយចោលឲ្យតែបានទេយើងត្រូវគិតដល់អនាគតផងហើយនៅពេលដែលយើងជំរាបទៅប៉ាម៉ាក់អីគាត់ប្រកាសជាមើលមកតង់ទៀតហើយអញ្ចឹងអីដែលគាត់និយាយមកកាន់យើងក៏យើងមើលថ្លឹងថ្លែងមើលទៅហើយពិចារណាម្ដងទៀតទៅចាអានេះពីជ្រុងអីដែលខ្ញុំគិតទេអញ្ចឹងសម្រាប់បងប្អូនព្រោះយើង Gen Y ហើយអញ្ចឹងបងប្អូន Gen Z យើងគ្រាន់តែចង់ផ្ដល់ជាមតិយោបល់ខ្លះបើសួរថាត្រូវ 100% អត់គឺអត់ប្រកាសថាត្រូវទេព្រោះពេលខ្លះដូចខ្ញុំនិយាយដដែលអញ្ចឹងបានន័យថាសង្គមគ្រួសារម្នាក់អត់ដូចគ្នាដូចខ្ញុំផ្សេងមកអញក៏ផ្សេងដែរអញ្ចឹងរឿងដែលយើងជួបគឺខុសគ្នាអញ្ចឹងពេលខ្លះគ្រាន់តែថាបើពួកយើងនិយាយទៅអាចថាមានចំណុចណាដែលចាប់យកទៅធ្វើជាបទពិសោធន៍គិតថាល្អក៏ចាប់យកទៅអញ្ចឹងណាចាព្រោះចុងក្រោយគឺពាក់ព័ន្ធនឹង better me យើងគ្រាន់តែចង់ឲ្យប្រសើរឡើងចាអញ្ចឹងសរុបជារួមមកវិញចាសម្រាប់កម្មវិធី podcast better me គ្រាន់តែជាការចែករំលែកអំពីយើងខ្ញុំទាំងពីរនាក់បទពិសោធន៍នៅក្នុងការរស់នៅក៏ដូចជាទំនាក់ទំនងប្តីប្រពន្ធនេះចាអញ្ចឹងយើងនឹងជួបគ្នានៅអេពីសូតក្រោយទៀតយើងនឹងមកនិយាយអំពីជីវិតគ្រួសារហើយនឹងផែនការជីវិតបន្តទៀតតាមដានទាំងអស់គ្នានៅ podcast បន្តអរគុណ